បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាននឹងមកធ្វើវីដេអូថ្មីមួយយកមកចែករំលែកជូនទៅដល់បងប្អូនដែលជាអ្នកនិយមចូលចិត្តរកប្រាក់ចំណូលជាមួយនឹងក្រុមហ៊ុន YouTube ឲ្យចេះបង្កើតចម្រៀង Remix ជាមួយនឹង AI នៅលើទូរស័ព្ទដៃបាទអញ្ចឹងកុំឲ្យវីដេអូយើងវិញឆ្ងាយហួសហេតុតែបែរលុយច្រើនឥឡូវបងប្អូនចូលតាមដានជាមួយខ្ញុំបាទទាំងអស់គ្នាមកថាតើវិធីសាស្ត្រដែលយើងបង្កើតចម្រៀង Remix នៅលើទូរស័ព្ទដៃជាមួយនឹង AI នឹងយើងធ្វើតាមវិធីសាស្ត្រណាហើយយើងប្រើកលឹះអ្វីខ្លះដើម្បីបានបទចម្រៀងនឹងយកទៅផុសរលុយជាមួយនឹងក្រុមហ៊ុន YouTube បានបាទជាមុនដំបូងដើម្បីយើងបង្កើតចម្រៀង Remix ជាមួយនឹង AI បានខ្ញុំបាទតម្រូវឲ្យបងប្អូនត្រូវតែចេះសរសេរប្រធានបទរៀបរាប់នឹងបទចម្រៀងដែលបងប្អូនបានធ្វើជាមុនសិនទី2គឺបងប្អូនត្រូវតែចេះទៅរកបទចម្រៀងRemix ដែលមានភ្លេងស្រាប់បងប្អូននឹងឲ្យមានភ្លេងស្រាប់ហើយយើងយកទៅឲ្យ AI នឹងបង្កើតកែឲ្យយើងកុំឲ្យយើងយកទៅផុសចូលទៅក្នុង channel យើងទៅមានជា copyright ឬក៏ជាគេហៅថា video content បាទមុននឹងខ្ញុំបង្ហាញប្រាប់ខ្ញុំសូមលើកយក channel ខ្ញុំមួយចូលមកធ្វើការបង្ហាញជាក់ស្ដែងឲ្យបងប្អូនជឿជាក់ថាតើការធ្វើបទចម្រៀង Remix ជាមួយនឹង AI នឹងមានជា copyright ឬអត់ហើយអាចរកលុយបានពិតប្រាកដឬអត់អញ្ចឹងខ្ញុំនឹងបង្ហាញប្រាប់បងប្អូនបាទខ្ញុំចូលទៅក្នុង channel របស់ខ្ញុំបាទនេះគឺជា channel ផ្លូវការបងប្អូននឹង channel ផ្លូវការរបស់ខ្ញុំបាទ channel មួយនេះគឺខ្ញុំធ្វើវីដេអូពីរប្រភេទបាទវីដេអូប្រភេទទី1ជាទូទៅគឺខ្ញុំនិយមចូលចិត្តធ្វើបទចម្រៀង Remix បាទហើយនេះសក្តិបទចម្រៀង Remix ឯងបងប្អូនណាបាទដោយសារតែអ៊ីនធឺណិតខ្ញុំរៀង slow បន្តិចមើលទៅរៀងសបាទហើយអត់មានជា copyright ទេនៅក្នុង channel មួយនេះវីដេអូចិត្ត200វីដេអូបងប្អូនណាហ្នឹងហើយនេះបងប្អូនមើលទៅអត់មានជា copyright ជាអីទេបាទធានាមកស្អាតបងប្អូនណាហើយរលួយបានគ្រប់វីដេអូទាំងអស់ហើយអ្នកមើលច្រើនឬមិនច្រើនអានឹងអាស្រ័យទៅលើ channel របស់បងប្អូនទេហ្នឹងហើយនេះខ្ញុំបង្កើតមកគឺបានជោគជ័យបាទខ្ញុំមកបង្ហាញប្រាប់បងប្អូនទាំងអស់គ្នាបាទចាប់ដើមមុនដំបូងបងប្អូនត្រូវតែចេះសរសេរអត្ថបទហ្នឹងហើយបើសិនជាបងប្អូនអត់ទាន់ចេះសរសេរអត្ថបទទេចាំវីដេអូក្រោយបងប្អូនណាវីដេអូក្រោយខ្ញុំនឹងឲ្យបងប្អូនទៅរកអត្ថបទទាក់ទងនឹងបទចម្រៀងព្រីដល់យើងមិនចាំបាច់សរសេរខ្លួនឯងទេគឺយើងទៅ copy ចម្លងយកមកដាក់ហើយឲ្យ AI បង្កើតធ្វើជាចម្រៀង Remix ឲ្យយើងស្រួលបាទហើយបន្ទាប់ពីយើងបានអត្ថបទចម្រៀងនឹងរួចហើយបន្តមកទៀតបងប្អូនត្រូវតែចូលទៅក្នុង app YouTube ដែលមាននៅលើទូរស័ព្ទដៃរបស់បងប្អូនគឺនៅត្រង់កន្លែងខ្ញុំគូវពើក្រហមនេះបងប្អូនណាបងប្អូនចូលទៅក្នុង app YouTube របស់បងប្អូនរមើចម្រៀង Remix ដែលគេបានយកមកផុសចូលទៅក្នុងYouTube ហើយបងប្អូនអាចយក download យកចម្រៀង Remix ហ្នឹងបាទយកទៅឲ្យ AI បង្កើតឲ្យបានបងប្អូនណាហ្នឹងហើយឥឡូវខ្ញុំកំពុងតែរមើសាកល្បងឲ្យបងប្អូនមើលបាទចាំវីដេអូក្រោយទៀតបងប្អូនចាំខ្ញុំបង្ហាញហ្នឹងហើយចាំខ្ញុំបង្ហាញពីរបៀប download ចម្រៀង Remix បាទឲ្យបងប្អូនយកទៅធ្វើជាបទចម្រៀង Remix បាទហ្នឹងហើយវីដេអូនេះខ្ញុំធ្វើទាំងអស់ទៅរៀងវែងបន្តិចបាទចឹងឧទាហរណ៍ថាបងប្អូនមាន
ចម្រៀង remix គេហៅថាចម្រៀង MP3 បងប្អូនហ្នឹងហើយបងប្អូនមានអស់ហើយអត្ថបទអ្វីមួយបងប្អូនមានអស់ហើយតទៅមកទៀតយើងចូលទៅក្នុងកម្មវិធីជ្រងបងប្អូននេះកម្មវិធីជ្រងនៅត្រង់កន្លែងខ្ញុំគូបងប្អូនក្រហមនេះបងប្អូនឃើញទេកន្លែងចុងព្រួយខ្ញុំបានចុងអល់ណាបងប្អូនចូលទៅក្នុងកម្មវិធីជ្រងបន្ទាប់ពីយើងបានចូលមកក្នុងកម្មវិធីជ្រងរួចហើយយើងនឹងឃើញតម្រងបែបនេះបងប្អូនជាទូទៅគឺយើងចូលមកដល់ដឹងឲ្យចេញតម្រងបែបនេះហើយជ្រងបាទបន្ទាប់មកបងប្អូនមកសរសេរពាក្យថា Sono បងប្អូនណាហ្នឹងហើយខ្ញុំជឿជាថាបងប្អូនមួយចំនួនបាទមួយចំនួនធំបែរជាបងប្អូនស្គាល់ច្បាស់ហើយបាទ Sono បាទគឺជាកម្មវិធីមួយដែលអាចឲ្យយើងនឹងបង្កើតធ្វើជាចម្រៀងអ្វីក៏បានដែរបងប្អូនមិនថា remix មិនថាបទសង្ស៊ីម៉នទេគឺយើងអាចបង្កើតបានគ្រប់ទម្រង់ទាំងអស់ហ្នឹងហើយចឹងបងប្អូនទៅសេមកនេះ Sono នៅត្រង់កន្លែងខ្ញុំគូបងប្អូនក្រហមនេះបងប្អូនឃើញទេកន្លែងខ្ញុំគូបងប្អូនក្រហមមានបីសញ្ញាព្រួយហ្នឹងហើយបងប្អូនយកប៊ិចគាត់ចំណាំទៅបាទចឹងខ្ញុំមានស្រាប់ហើយខ្ញុំគ្រាន់តែចុចចំពីលើបាទហ្នឹងហើយជាស្រ័យផងដោយសារតែអ៊ីនធឺណិតខ្ញុំនឹងរៀង slow បន្តិចបាទបន្ទាប់មកបងប្អូននឹងឃើញកម្មវិធី Sono នៅត្រង់កន្លែងនេះបងប្អូនឃើញទេត្រង់កន្លែងខ្ញុំគូបងប្អូនក្រហមហ្នឹងហើយបន្ទាប់មកបងប្អូនចុចចំពីលើចុងព្រួយដែលខ្ញុំបានចង្អុលនឹងមកបាទចុចតាមខ្ញុំមកបងប្អូនចុចបកមកបាទអូខេហ្នឹងហើយចុចតាមខ្ញុំមកបាទបន្ទាប់មកយើងរងចាំសិនបងប្អូនណាបាទយើងរងចាំសិនតោះបាទកម្មវិធីនេះគឺល្អ 100% សម្រាប់បងប្អូនដែលជាអ្នកចូលចិត្តធ្វើចម្រៀង remix ឬក៏សងសំងឬក៏បទរំវងអីចឹងណានឹងរួចហើយយើងអាចយកទៅរកប្រាក់ចំណូលជាមួយនឹងក្រុមហ៊ុន YouTube បានងាយៗទេបងប្អូនអត់ពិបាកទេបាទសម្រាប់យើងមានទូរស័ព្ទដៃបាទគឺអត់មានពិបាកប្រើកុំព្យូទ័រប្រើអីទេបងប្អូនហ្នឹងហើយយើងមានទូរស័ព្ទមួយក៏យើងធ្វើបានដែរហ្នឹងហើយបាទកម្មវិធីនឹងស្រួលបងប្អូនណាហ្នឹងហើយស្រួលសម្រាប់យើងដើរទៅដល់កន្លែងណានឹងឲ្យយើងទៅនៅកន្លែងណាក៏យើងអាចធ្វើបានដែរបាទអានឹងចំពោះបងប្អូនដែលរកប្រាក់ចំណូលជាមួយនឹងក្រុមហ៊ុន YouTube ទៅមកបងប្អូននឹងឃើញតម្រងបែបនេះបងប្អូនណាពេលយើងចូលមកក្នុង Sono មកគឺឃើញតម្រងបែបនេះទៅមកទៀតបងប្អូនទាំងអស់គ្នាមកចុចត្រង់កន្លែងនេះត្រង់កន្លែងខ្ញុំគូបងប្អូនក្រហមមានបីសញ្ញាព្រួយចំពីលើហ្នឹងហើយកន្លែងចុងព្រួយខ្ញុំបាទចង្អុលហ្នឹងបាទបងប្អូនចុចបកមកបាទបន្ទាប់មកយើងនឹងឃើញតម្រងបែបនេះជាបន្តទៀតបាទចឹងដើម្បីធ្វើចម្រៀង remix បានបងប្អូនត្រូវតែចូលទៅយកចម្រៀងដែលបងប្អូនបានបន្លែងធ្វើជា MP3 មានន័យថាចម្រៀងហ្នឹងមិនមែនប្រភេទជាចម្រៀងវីដេអូកាយវិការទេគឺជាសំឡេងសុទ្ធបងប្អូនហ្នឹងហើយចឹងបងប្អូនមកចុចត្រង់កន្លែងនេះកន្លែងខ្ញុំគូបងប្អូនក្រហមហើយមានបាញ់សញ្ញាព្រួយចំពីក្រោមហ្នឹងបាទបងប្អូនចុចចំទៅនឹងមកបាទបន្តមកទៀតយើងមកចុចត្រង់កន្លែងនេះកន្លែងខ្ញុំគូបងប្អូនក្រហមឃើញទេបងប្អូនកន្លែងខ្ញុំគូបងប្អូនក្រហមមានបាញ់សញ្ញាព្រួយហ្នឹងហើយបងប្អូនចុចទៅនឹងបកមកបាទបន្តមកយើងមកចុចត្រង់កន្លែងនេះជាបន្តទៀតពេលយើងចុចទៅនឹងបកទៅនឹងឃើញមានបទចម្រៀងដែលយើងបាន save រក្សាទុកនៅក្នុងទូរស័ព្ទយើងហើយបងប្អូនណាហ្នឹងហើយបងប្អូនចុចបកមកបាទហ្នឹងហើយអូខេបន្តមកទៀតបងប្អូនមកចុចត្រង់កន្លែងសំឡេងនេះកន្លែងដែលខ្ញុំខ្វៀទៅខ្ញុំមកនេះបងប្អូនមកចុចទៅនឹងមកបាទអូខេបន្តមកនេះបងប្អូនឃើញនេះចម្រៀងដែលខ្ញុំបាន download បន្លែងធ្វើជាសំឡេង MP3 បាទគឺខ្ញុំបានធ្វើបន្រងទុករួចហើយបាទចាំវីដេអូក្រោយខ្ញុំនឹងបង្ហាញប្រាប់ឲ្យបងប្អូនធ្វើឲ្យចេញដូចខ្ញុំចឹងបងប្អូនណា
អូខេបន្តមកយើងរកបទចម្រៀងណាដែលយើងបន្តរងយកទៅធ្វើចម្រៀង remix មកបងប្អូនឥឡូវខ្ញុំសូមយកបទនេះមួយបាទលើកជាឧទាហរណ៍បង្ហាញប្រាប់បងប្អូនទាំងអស់គ្នាបាទនឹងហើយបទនេះគឺមានដល់3នាទីបងប្អូនណាឃើញនេះ3នាទីបាទអូខេបន្តមកទៀតបងប្អូនទាំងអស់គ្នាមកចុចត្រង់កន្លែងពាក្យថា save នេះត្រង់កន្លែងខ្ញុំគូបងប្អូនក្រហមនេះបងប្អូនណានឹងហើយបើភាសាខ្មែរយើងទៅនឹងគេដាក់ថារក្សាទុកបើសិនជាបងប្អូនអត់ចេះមើលភាសាអង់គ្លេសទេបងប្អូនអាចធ្វើការបកប្រែភាសាអង់គ្លេសទៅជាភាសាខ្មែរបានគឺយើងមកចុចត្រង់កន្លែងសញ្ញាចុច3កន្លែងខ្ញុំគូបងប្អូនក្រហមមាន3សញ្ញាព្រួយចំពីក្រោមហ្នឹងបងប្អូនចុចចំទៅនឹងមកបាទបន្តមកយើងមកចុចត្រង់កន្លែងពាក្យថាបកប្រែឃើញទេនេះកន្លែងខ្ញុំគូបងប្អូនក្រហមហ្នឹងហើយយើងចុចទៅនឹងមកបាទហើយទៅមកយើងនឹងឃើញជាភាសាខ្មែរបងប្អូនណាហ្នឹងហើយចឹងរូបចាំមក plate នេះឃើញទេលោតជាភាសាខ្មែរឲ្យយើងមើលហើយអូខេអញ្ចឹងយើងចុចត្រង់កន្លែងពាក្យថារក្សាទុកមកអូខេបន្តមកយើងរងចាំឲ្យត្រង់កន្លែងនេះបងប្អូនណាលោតពេញ 100% បងប្អូនគឺកំពុងតែដំណើរការហើយបាទហ្នឹងហើយហើយបន្តមកទៀតយើងមកចុចត្រង់កន្លែងពាក្យថាបន្តបងប្អូនហ្នឹងហើយឃើញទេនេះត្រង់ទៅនឹងគេដាក់ថាបន្តអញ្ចឹងយើងចុចបន្តមកហើយយើងរងចាំបងប្អូនណាហ្នឹងហើយយើងរងចាំបាទយើងរងចាំឲ្យពេញ 100% ខ្ញុំនឹងបង្ហាញថាឲ្យបងប្អូនធ្វើយ៉ាងម៉េចតទៅមុខទៀតអីចឹងបាទហ្នឹងហើយគឺខ្ញុំចូលចិត្តធ្វើអញ្ចឹងគ្រប់ចម្រៀងទាំងអស់ហើយពេលខ្ញុំទៅនេពីការងារគឺខ្ញុំមកធ្វើអញ្ចឹងឯងបងប្អូនណាបាទហើយកុំឲ្យគេហៅថាកុំឲ្យទៅនេដែលអត់ប្រយោជន៍បាទអូខេអញ្ចឹងយើងចាំសិនបងប្អូនណានឹងចាំឲ្យពេញ 100% នេះពេញ 100% ហើយបន្ទាប់ពីពេញ 100% ហើយបងប្អូនទាំងអស់គ្នាមកចុចត្រង់កន្លែងនេះបងប្អូននេះត្រង់កន្លែងខ្ញុំគូបងប្អូនក្រហមនេះឃើញទេកន្លែងចុងព្រួយខ្ញុំបានចង្អុលហ្នឹងបងប្អូនមកចុចទៅនឹងមកអូខេបន្តមកយើងនឹងឃើញបទចម្រៀងដែលយើងបានទាញបញ្ចូលនៅក្នុងនេះបងប្អូនឃើញទេបាទនេះឃើញទេបាទអូខេបន្ទាប់ពីយើងបានទាញបទចម្រៀងនឹងចូលមកក្នុងនឹងរួចហើយបន្តមកទៀតបងប្អូនមកចុចត្រង់កន្លែងសញ្ញាចុច3បងប្អូនមើលតាមកនុខ្ញុំនេះឃើញទេបាទហើយកន្លែងកនុខ្ញុំនឹងមានសញ្ញាចុច3បងប្អូនចុចចំទៅលើទៅនឹងមកបាទបន្ទាប់ពីយើងបានចុចចំពីលើទៅនឹងរួចហើយបន្តមកទៀតបងប្អូនមកចុចត្រង់កន្លែងនេះភាសាខ្មែរយើងគេដាក់ថាបង្កើតណាថ្ងៃនេះឃើញទេនេះកន្លែងខ្ញុំមកគុំបងពើក្រហមហ្នឹងនៅលើគេបង្អស់ហ្នឹងបងប្អូនមកចុចទៅនឹងមកបាទអូខេទៅមកយើងមកចុចត្រង់កន្លែងពាក្យថា cover ណាហ្នឹងហើយឥឡូវខ្ញុំកែដាក់ភាសាខ្មែរសិនឲ្យបងប្អូនមើលស្រួលបាទដាក់ភាសាអង់គ្លេសបងប្អូនមើលអត់យល់ណាបាទអូខេចាំមួយ plate បងប្អូនដោយសារតែអ៊ីនធឺណិតខ្ញុំរៀង slow ហ្នឹងហើយអញ្ចឹងបងប្អូនមកចុចចំពីលើនឹងមកនេះចាំមកកន្លែងខ្ញុំគូបងប្អូនក្រហមបងប្អូនចំណាំតែកណ្ដុងខ្ញុំគូទៅបានមិនមើលអីឆ្ងាយនេះបងប្អូននឹងឲ្យចុចចំពីលើប៉ក់មកអូខេបន្តមកទៀតបងប្អូននឹងឃើញតម្រង់បែបនេះបងប្អូនហ្នឹងហើយបាទអូខេបន្តមកយើងមិនចាំបាច់ទៅចាប់អារម្មណ៍ត្រង់កន្លែងនេះទេគឺយើងមកចាប់អារម្មណ៍ត្រង់កន្លែងនេះបងប្អូននេះកន្លែងនេះកន្លែងខ្ញុំគូបងប្អូនក្រហមនេះគឺសំខាន់ណាបាទគឺជាកន្លែងដែលយើងដាក់ប្រធានបទអត្ថន័យបទចម្រៀងដែលយើងបន្តរងយកមកធ្វើជាចម្រៀង remix បងប្អូនណាហ្នឹងហើយចឹងបងប្អូនទៅសេដោយខ្លួនឯងក៏បានឬក៏បងប្អូនទៅ download ពីតាណាពីតន័យយកមកដាក់ក៏បានដែរទៅនឹងចឹងអាត្រង់ទៅនេះគឺជាអត្ថបទចម្រៀងគេហៅថាចម្រៀងដើមគេបងប្អូនអញ្ចឹងយើងលុបចោលអស់បងប្អូនយើងលុបចោលអស់យើងកុំទុកអានឹងគឺជាអត្ថបទចម្រៀងដើមគេយើងលុបចោលអស់ទៅបាទយើងកុំទុកហ្នឹងហើយយើងលុបចោលអស់បាទយើងទៅយកអត្ថបទចម្រៀងថ្មីយកមកដាក់វិញបាទ
rồi dân vô mình kế dân trâu tại thôi khó bị kế bằng bộ tay nhung tên này tham bà rồi phía rồi cứ ở chỗ copyright đi bằng bộ nó hơi ai rồi lùi bàn tiền rồi phía rồi cứ ở chỗ copyright đi và lâu nít nhung mà lục cho ở hỏi hay nhung chơi thôi cái nhung tôi rồi copy bot chấm riêng để nhung mà bàn từ xây tìm tốt nó không chạm với bậc robot nhung này nhung rồi mưa dân nè một bốn á lâu nhung rồi bot này cho nhung copy ni mũi bạn ok bây giờ máu nhung cho tục nông đừng đá hơi nhung vô một pha bạn nhung vô một pha sát mây chạm lên nè nhung vô một pha tròn cả lại nè một con cả lại nhung lục mấy nhúng bạn ngày từ nắng ở so máy kia đặt tha bên chỗ tụm lục chỉ riêng một con á nâng ngày đã so máy bạn đừng là mấy chứ mình đang luôn đặt sọt mà mình đang luôn ông lì chẳng một bốn á bạn ok chẳng một bốn từ xe các bạn được có một bốn thơ đôi nhung các bạn này bây giờ bạn đã thợ bọt bọt chùm riêng chân rồi ở hai một bốn mơ ở shop á chủ cả đó là dân đã khó hỏi dân mơ bên nét mơ ở mà chụp mà bạn bây giờ mà tiết bong bồn ô lần lơ được nhung chơi má mà đợi trong cái này ní cứ chia cái này dân đã đi thả ôi chấm riêng nó tôi chia chấm riêng ấy đi chơi rồi cả rhyme rồi cả ấy chăng á bong bồn ai đã bàn trong cái này nè ô thì họ thà nhung đã vô đi chơi nhưng nhung đã đi chơi mà nhung đã đi chơi mà đi chơi hay rồi mà tiếc nhung đã ba nữa ngày nhung đã ba và nhung đã ba nhung mà ba ok anh ấy nhung cần là lựa ưu tiên họ thế nè mà rồi mà tiếc nhung ô lăng lơ ôi phật trong má hay dùng một chơi tròn cái lại này chỉ mà to tiền nè cái lại những có sòng khăn đấy một con á nhưng cái tha pe một con mơ về lỗ nhung mấy từ sưu nghe ở bị bạ vô lá ngày chân tròn tên nước nhung đã tha remix ngày nhung đã tha remix mà ok bây giờ mà tiết tròn cái lại ní cái ở dân chữ rư pro rư cái sấy một con trong vô pro rư cái sấy một con ai chữ rư bạn ô thì họ tham một con trong ai chụp riêng nó trên nhiều bọt sấy ấy chẳng á nó ngày rư cái bọt pro ấy chẳng một con ai thực cái chữ bạn nè ok nè khi ấy và pro sấy nó tròn tên nước ấy và ok và bây giờ chia bao bố nơi ở chữ rư các bạn anh đang ở sòng khăn này ok từ bây giờ mà anh bằng pin vừa rồi ở hai cứ giờ mà chơi tròn cái này ní chi mình to tiết nè cái này nó so máy cái đã thả một cao nữa ngày một con chơi tập nhưng mà chơi bỏ mà ok bây giờ mấy dân rong chăm mùi phê cái con tay một cao ở giường hái một con tay chập đam một cao ở giường hái tới xa tê internet nhom nâng slow mình tích á bông bông nè cứ cái chập bằng cá đây khi nhảy nè bông ở bên liệt nó cái bông này đâm ra cả ở dưới ngày bông bông á ngày chân bông bông rong chăm mình tích sân bạn ok là ní cứ bạn đâm ra cả hai dân ai xa là bông chặt đạp mưa đời pin chết rực ọt ấy chân á dân xa là bông đạp mưa ok chăm liệt bông bông trong đêm chất trong sa mãi snap thêm vào khói bằng cầu trong em
អូខេអញ្ចឹងវីដេអូនេះគឺខ្ញុំបញ្ចប់តែប៉ុណ្្នឹងបងប្អូនណាដោយសារតែទូរស័ព្ទខ្ញុំរៀងក្តៅបាទហើយបងប្អូនធ្វើតាមខ្ញុំមកហ្នឹងហើយគឺលើក្នុងការទាញយកគឺអត់ពិបាកទេបងប្អូនហ្នឹងហើយចាំវីដេអូក្រោយខ្ញុំបង្ហាញប្រាប់បាទទូរស័ព្ទក្តៅពេលដែលខ្ញុំបង្ហាញទៅគឺលោតចេញបែបនេះគេដាក់គេសេហគុណភាពទូរស័ព្ទខ្ពស់ពេកបាទអូខេអញ្ចឹងបងប្អូនរងចាំនៅវីដេអូក្រោយខ្ញុំនឹងបង្ហាញជាបន្តទៀតអានេះគ្រាន់តែខ្ញុំបង្ហាញឲ្យបងប្អូនចេះបង្កើតទេបងប្អូនណានឹងងាយស្រួលអត់ពិបាកទេបងប្អូនហ្នឹងហើយអញ្ចឹងខ្ញុំបញ្ចប់តែប៉ុណ្្នឹងចុះសូមអរគុណនិង